បាទថ្ងៃនេះយើងមកជជែកអំពីកីឡាករ Alexander Arnold ដែលបានចូលរួមជាមួយនឹង Real Madrid ដោយគ្មានតម្លៃខ្លួននៅចុងរដូវកាលនេះបាទប៉ុន្តែទទួលបានព័ត៌មាននឹងហើយអ្នកគាំទ្ររបស់ Liverpool ម្នាក់បានទៅដុតអាវរបស់ Arnold បាទខ្ញុំអត់យល់ដែរ20ឆ្នាំដែល Alexander Arnold បានប្រកបអាជីពបាល់ទាត់ជាមួយនឹង Liverpool តាំងពីថ្នាលយុវជនរហូតដល់ឈុតធំបើយើងក៏លេខទៅមើលបាទអាណតជួយឲ្យ Liverpool ឈ្នះពានអីខ្លះមាន Premier League 2 ដង FA Cup មួយលើកឆ្នាំ2021បាទក៏ដូចជាពានរង្វាន់ Carabao Cup 2021-22ដូចគ្នាពានរង្វាន់ Community Shield 2022មួយគ្រឿង UEFA Champions League 2018-19មួយគ្រឿង Super Cup 2019មួយគ្រឿង FIFA Club World Cup 2019មួយគ្រឿងអញ្ចឹងគឺថាពានដែលចង់បានណាគឺអស់ហើយបាទពានដែល Liverpool ឈ្នះនេះដែលអាណោជួយឲ្យ Liverpool ឈ្នះអំឡុងពេលដែលគាត់ជាកីឡាកររបស់ Liverpool គឺឈ្នះអស់ហើយបាទប៉ុន្តែមិនយល់ថាហេតុអ្វីបានអ្នកគាំទ្ររបស់ Liverpool ទៅដុតអាវអាណោចេញទៀតបាទគាត់ជួយឲ្យក្លឹបឈ្នះអស់ហើយអញ្ចឹងគាត់ចង់បានអ្វីដែលថ្មីជាងនឹងទៀតបាទចង់បានបទពិសោធន៍ថ្មីសម្រាប់អាជីពបាល់ទាត់របស់គាត់ហើយគាត់ជាពិសេសនៅលើ Instagram ដែលគាត់បង្ហោះដំបូងគេគឺគាត់បានដាក់រូបនៅកីឡដ្ឋាន Santiago Bernabeu បាទដែលជាកីឡដ្ឋានដែលគាត់ចង់ទៅលេងបំផុតបាទឥឡូវគាត់បំពេញក្តីសម័យគាត់ពេញម្ដងបន្ទាប់ពីជួយឲ្យ Liverpool ឈ្នះពានអស់ហើយណែគាត់លេងតាំងពីឆ្នាំ2016ឈុតធំលេងបាន257ប្រកួតសុទ្ធបាន18គ្រាប់ហើយការគាត់នៅក្មេងហ្នឹងគាត់លេងនៅឆ្នាំ2004ចូលហាត់ដំបូងនៅយុវជនរហូតដល់2016ហើយ2016រហូតដល់2025អញ្ចឹងវាចូល20ឆ្នាំ21ឆ្នាំហើយបាទតែគាត់លេងឲ្យ Liverpool ហើយឈ្នះពានអស់លឹងហើយឥឡូវនៅក្នុងវ័យ26ឆ្នាំនេះគាត់ចង់ចេញពី Liverpool មកចូលរួមក្លឹប Real បាទកាលពីមុនទៅគាត់មិនដែលលេងក្លឹបណានេះអាជីពបាល់ទាត់គាត់ហ្មងបាទគឺជាមួយនឹង Liverpool សុទ្ធតែហ្មងតាំងពីថ្នាលយុវជន2004ដល់2016 2016ដល់2024 25បាទអញ្ចឹង20ឆ្នាំគាត់ហើយឈ្នះពានច្រើនមែនតើប៉ុន្តែមិនគួរណាអ្នកគ្រប់គ្រង Liverpool ម្នាក់នេះបាទមកដុតអាវគ្នាអើយគ្នាជួយឲ្យឈ្នះអស់លឹងហើយនេះឈ្នះ Premier League ដែល Liverpool ខកខានឈ្នះយូរណាស់បាទនៅតែអាចឈ្នះបាន2ដង Champions League Super Cup FIFA Club World Cup Community Shield FA Cup Carabao Cup ឈ្នះអស់លឹងបាទឈ្នះអស់លឹងអញ្ចឹងពេលនេះគឺគាត់ចង់បំពេញក្តីសម័យគាត់វិញម្ដងបាទគាត់ចង់ទៅចូលរួមជាមួយនឹង Real Madrid បាទដែលជាក្លឹបក្នុងក្តីសម័យគាត់ណាបាទហើយក្នុងនោះផងដែរបើយើងមើលទៅគឺបន្ទាប់ពីអាណោបាទគឺមានកីឡាករ3នាក់ដែលចូលរួមជាមួយ Real ដែលគ្មានតម្លៃខ្លួនណាមាន David Alaba មាន Mbappe ហើយនឹង Rodriguez បាទចូលជាមួយ Real ដោយ free តែម្ដងគ្មានតម្លៃខ្លួនទេបាទប៉ុន្តែខ្ញុំអត់ពេញចិត្តអ្នកគ្រប់គ្រងម្នាក់នេះបាទគាត់ចាក់ចេញនេះគឺក្នុងនាមជា legend បាទគឺជាវីរៈបុរសក្លឹបណែតាំងពីឆ្នាំ2016មកការគាត់ចូលដំបូងគាត់លេងបាន7ប្រកួត2017-18គាត់លេងបាន19ប្រកួតបាទសុទ្ធបានមួយគ្រាប់អាស៊ីមួយលើក2018-19លេង29ប្រកួតសុទ្ធមួយគ្រាប់អាស៊ី12លើកហើយចាប់ពីឆ្នាំ2019ទៅលេង30ប្រកួតជាប់គ្នាហ្មង38ប្រកួតសុទ្ធ4គ្រាប់អាស៊ី13លើក2021-22សុទ្ធបាទលេង36ប្រកួតសុទ្ធ2គ្រាប់អាស៊ី7លើក2021-22បាទ32ប្រកួតសុទ្ធ2គ្រាប់អាស៊ី12លើក22-23បាទ37ប្រកួតសុទ្ធ2គ្រាប់អាស៊ី9លើកហើយនៅឆ្នាំ2023-24 28ប្រកួតសុទ្ធ3គ្រាប់អាស៊ី4លើកនិងឆ្នាំ2024-25នេះជួយឲ្យ Liverpool ឈ្នះ Premier League
បាទ31ប្រកួតសុទ្ធ3គ្រាប់អាស៊ី6លើកអញ្ចឹងពេលនេះគាត់ដល់ពេលហើយបាទត្រូវរកក្លឹបរកបត់ពិសោធន៍ថ្មីបាទបត់ពិសោធន៍ថ្មីដោយសារតែគាត់នៅតាំងពីក្មេងបាទតាំងពីក្មេងតែម្ដងរហូតមកដល់ឥឡូវដែលជាអវ័យ26ឆ្នាំដូចទៅនឹងរ៉ូណាល់ដូដូចទៅនឹងអឹមបាប៉េអញ្ចឹងបាទ26 25ឆ្នាំហ្នឹងចាប់ផ្ដើមចាក់ចេញពីមេញូហើយបាទកាលរ៉ូណាល់ដូអាយុ25 26ចាក់ចេញពីមេញូមកលេងរៀលបាទអឹមបាប៉េ26ដូចគ្នាចាក់ចេញពី PSG មកចូលរួមជាមួយនឹងរៀលម៉ាឌ្រីតបាទឥឡូវគឺដល់ពេល Alexander Arnold ហើយពេលដែលគាត់ចាក់ចេញហ្នឹងមិនចាក់ចេញដៃទទេណាបាទគាត់ជួយឲ្យ Liverpool ឈ្នះ Premier League ទោះបីជានៅអង់គ្លេសឥឡូវនៅសល់ការប្រកួតក៏ដោយបាទហើយគោលដៅគាត់ហ្នឹងមកលេងជាមួយមិត្តភក្តិគាត់នេះបាទគឺ Jude Bellingham បាទនេះគឺជារឿងរ៉ាវមួយចំនួនដែលខ្ញុំចង់លើកមកជជែកតាក់ទងទៅនឹង Alexander Arnold ចូលរួមជាមួយរៀលដោយគ្មានតម្លៃខ្លួនហើយត្រូវបានអ្នកគាំទ្រម្នាក់ហ្នឹងយកអាវរបស់ Arnold ទៅដុតទៀតបាទគឺ disrespect មែនតើទៅកាន់ Alexander Arnold បាទរឿងរ៉ាវមានតែប៉ុណ្្នឹងទេហើយប្រិមិត្តចង់ឲ្យខ្ញុំជជែកអំពីរឿងអ្វីអាច comment នៅខាងក្រោមបានបាទអាច request បានខ្ញុំនឹងធ្វើវីដេអូជូនប្រិមិត្ត